4 យ៉ាងដែលអ្នកត្រូវដឹងថាគឺជាចំណុចដែលសម្រាប់ឲ្យខ្លួនឯងស្គាល់ពីខ្លួនឯងកាន់តែច្បាស់អ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាអ្នកខ្លះគេធ្វើម៉េចទៅអាចស្គាល់ពីខ្លួនឯងបានកាន់តែលឿនកាន់តែច្បាស់ឥឡូវខ្ញុំលើកយក4ចំណុចដែលខ្ញុំបានរៀនពីគ្រូរបស់ខ្ញុំហើយនឹងចែករំលែកទៅអ្នកទាំងអស់គ្នាព្រោះចំណុចទាំងហ្នឹងមិនអាចទុកអ្នកឯងបានទេព្រោះខ្ញុំទៅចិត្តចែករំលែកឥឡូវចំណុចទី1គេហៅថា open ចំណុច open មានន័យថាចំណុចដែលដឹងទាំងអស់គ្នាអញ្ចឹងខ្ញុំក៏ដឹងអ្នកក៏ដឹងបានន័យថាម៉េចឧបមាខ្ញុំជាមនុស្សប្រុសអញ្ចឹងអ្នកទាំងអស់គ្នាក៏ដឹងថាខ្ញុំជាមនុស្សប្រុសហើយខ្ញុំក៏ដឹងថាខ្ញុំក៏ជាមនុស្សប្រុសដូចគ្នាអញ្ចឹងអាហ្នឹងហៅថាចំណុច open ទី2គឺជាចំណុច blind ហៅថាចំណុចខ្វាត់ចំណុចទាំងហ្នឹងបានន័យថាខ្ញុំមិនដឹងខ្លួនឯងទេតែអ្នកទាំងអស់គ្នាអាចប្រាប់មកខ្ញុំបានឧបមាថាខ្ញុំធ្វើខុសអីមួយពេលខ្លះខ្ញុំអត់ដឹងពីកំហុសខ្លួនឯងទេម្ល៉េះដូចពាក្យចាស់ខ្ញុំពោលថាកំហុសគេយើងមើលឃើញតែកំហុសខ្លួនឯងយើងអត់ឃើញទេអញ្ចឹងកំហុសរបស់ខ្ញុំមើលឃើញទេតែអ្នកទាំងអស់គ្នាអាចមើលឃើញខ្ញុំបានអាហ្នឹងគឺជាចំណុចបានអញ្ចឹងអាហ្នឹងគឺជាចំណុចទី2នៃការស្គាល់ខ្លួនឯងបានន័យថាយើងចាំស្ដាប់ពាក្យរិះគន់ពីគេដើម្បីដឹងថាខ្លួនឯងមានចំណុចខ្វះខាតប៉ុណ្ណាហ្នឹងយើងអាចដឹងពីខ្លួនឯងដូចគ្នាចូលមកចំណុចទី3គេហៅថាចំណុច hidden ឬក៏ចំណុចលាក់កំបាំងចំណុចហ្នឹងវាមានន័យថាអ្នកទាំងអស់គ្នាមិនអាចដឹងទេតែខ្ញុំដឹងម្នាក់ឯងខ្ញុំលាក់ទុកម្នាក់ឯងចំណុចឧបមាទាំងចំណុចអាក្រក់ឬក៏ចំណុចល្អឥឡូវឧបមាថាខ្ញុំធ្វើអីអាក្រក់មួយចុះខ្ញុំធ្វើអីអាក្រក់មួយខ្ញុំអត់ចង់ឲ្យណាគេដឹងទេអាហ្នឹងគឺជាចំណុចលាក់កំបាំងខ្ញុំដឹងពីខ្លួនឯងឧបមាថាខ្ញុំចង់លាក់ចំណេះដឹងរបស់ខ្ញុំអាហ្នឹងគឺជា hidden ដូចគ្នាឥឡូវយើងចូលដល់ចំណុចទី4ចំណុចទី4គឺគេហៅថាចំណុច unknown បានន័យថាយើងអត់ស្គាល់ទេគេក៏មិនដឹងខ្ញុំក៏មិនដឹងឥឡូវអត់ដឹងទាំងអស់គ្នាឥឡូវមកជីវិតចង្កាមនុស្សយើងមិនអាចរកឃើញទេមិនអាចរកឃើញពីចំណុចមួយហ្នឹងទេយើងអាចស្គាល់ខ្លួនឯងពេលខ្លះខ្ញុំចូលចិត្តអីណាចូលចិត្តអីប្រកបណាតែទេកសលរបស់ខ្ញុំអីគេទៅអត់ដឹងតែខ្លួនឯងទេពេលខ្លះអញ្ចឹងមេរៀននេះបើសិនជាគិតថាល្អកុំភ្លេចជួយ subscribe like ហើយនិង share ទៅឲ្យអ្នកទាំងអស់គ្នាចូលចិត្តឲ្យបានយល់ដឹងទាំងអស់គ្នាអរគុណ